ពួកឯងមិនអាចរកបំណុលសងសេដ្ឋីបានទេកុំសង្ឃឹមថាបានរស់នៅស្រួលឲ្យសោះលោកម្ចាស់ពួកយើងបានបង់ពន្ធប្រចាំឆ្នាំបានគ្រប់គ្រាន់ហើយបើកុំតែលោកសេដ្ឋីដំឡើងពន្ធពួកខ្ញុំនឹងបង់មិនឲ្យខ្វះនោះដែរប្រហើនពួកឯងហ៊ានមកតវ៉ាជាមួយនឹងយើងផងពួកឯងឆាប់ឲ្យមេរៀនទៅអ្នកភូមិទាំងនេះទៅអ្នកម៉ែលោកពុកបើរស់នៅទីនេះលំបាកពេកយើងគួរតែត្រឡប់ទៅរកស៊ីនៅស្រុកកំណើតយើងវិញទៅចាប់តាំងពីកូនធំដឹងក្តីនៅទីនេះយើងមិនដែលរស់នៅបានសុខស្រួលម្ដងណាទេសេដ្ឋីគៀបសង្កត់កម្លាំងប្រជាជនមើលឃើញហើយវេទនាណាស់កូនប្រុសធ្វើត្បិតទីនេះសេដ្ឋីមានចិត្តអាក្រក់មែនប៉ុន្តែការរស់នៅទីនេះងាយស្រួលរកស៊ីប្រជាជនរស់នៅច្រើនហើយលោកសេដ្ឋីក៏មិនមែនចិត្តអាក្រក់រហូតដែរទើបតែមួយរយៈពេលក្រោយប៉ុណ្ណោះម៉ែរបស់កូននិយាយត្រូវកាលកូននៅតូចពេលពុកបានមកដល់ទីនេះដំបូងឃើញថាអ្នកភូមិទីនេះស្រួលរកស៊ីសេដ្ឋីបានផ្ដល់ប្រាក់ជាច្រើនឲ្យប្រជាជនធ្វើដើមរកស៊ីគ្រួសារយើងបើគុំតែមានការជួយកន្លងមករបស់សេដ្ឋីប្រហែលជាមិនបានដល់ដោយសពថ្ងៃនេះទេក៏ប៉ុន្តែមិនដឹងថាប៉ុន្មានឆ្នាំចុងក្រោយនេះសេដ្ឋីគិតអ្វីនោះទេដំឡើងពន្ធរាល់តែឆ្នាំទៅវិញគ្រួសាររបស់ប៉ិនវង្សជាអ្នកចំណូលស្រុកមករស់នៅទីនេះអស់រយៈពេល15ឆ្នាំមកហើយចាប់តាំងតែពីប៉ិនវង្សមានអាយុ6ឆ្នាំមកម្លេះគ្រួសារនេះអ្វីត្បិតរស់នៅក្រោមដំបូលផ្ទះមិនធំសម្បើមដូចគេប៉ុន្តែអាចរស់នៅស្រួលគ្រប់គ្រាន់ជីវភាពជាមួយការប្រកបរបរចិញ្ចឹមសត្វនិងការកាប់អុសប្រចាំថ្ងៃកូនប្រុសកូនដឹងខ្លួនហើយមែនកូនបានសន្លប់ពេញមួយថ្ងៃហើយណាអ្នកម៉ែតើមានរឿងអ្វីកើតឡើងចំពោះកូនមិនបានជាកូនដួលសន្លប់ទៅវិញពុកមិនដឹងទេពុកគ្រាន់តែបានឃើញកូនដួលសន្លប់ភ្លាមដូច្នេះតើកូនមិនចងចាំបន្តិចទេមែនទេ
កូននឹកមិនឃើញថាមានរឿងអ្វីកើតឡើងចំពោះកូនពិតមែន បើកូននឹកមិនឃើញទេកុំរកនឹកទៀតអីសម្រាប់ទៅណា ប៉ិនវង្សមិនបានដឹងខ្លួនច្បាស់ទេថាបានជួបរឿងអ្វីនោះគាត់ត្រឹមតែនឹកឃើញថាខណៈពេលគាត់កំពុងតែលីអស់ដើរត្រឡប់មករទេះវិញស្រាប់តែអស់កម្លាំងហើយដួលសន្លប់តែម្ដង ឯងឆាប់សងជីវិតយើងត្រឡប់មកវិញមកឯងឆាប់សងគ្រប់យ៉ាងជារបស់យើងត្រឡប់មកវិញមកលេងយើងលេងយើងភ្លាម យីកញ្ចាស់តាកញ្ចាស់តើពេលណាទើបមានប្រាក់សងលោកសេដ្ឋីមិនដូច្នោះយើងនឹងធ្វើទរណកម្មអ្នកទាំងពីរឯងហើយ លោកម្ចាស់ពួកខ្ញុំមិនទាន់មានប្រាក់គ្រប់គ្រាន់ទេសូមលោកម្ចាស់ប្រណីដល់ពួកខ្ញុំទាំងពីរផង មិនបានពួកឯងឆាប់ផ្ដល់មេរៀនឲ្យយាយតាកញ្ចាស់ទាំងពីរអ្នកនេះទៅ លោកម្ចាស់ខ្ញុំសូមអង្វរកុំធ្វើបាបយាយតារបស់ខ្ញុំអីខ្ញុំនឹងខំរកប្រាក់សងបំណុលលោកសេដ្ឋី អូនស្រីតើអូនមកពីណាមិនក៏បងមិនដែលឃើញអូនសោះអញ្ចឹង លោកម្ចាស់កុំធ្វើបាបពួកខ្ញុំអីខ្ញុំសន្យានឹងរកប្រាក់ជូនលោកឲ្យបាន បានបងយល់ព្រមប៉ុន្តែអូនត្រូវតែទៅបម្រើបងធានាថាយាយតារបស់អូននឹងគ្មានអ្នកមកទារប្រាក់នោះទេហើយថែមទាំងបានរស់នៅស្រួលទៀតផងយ៉ាងម៉េចយល់ព្រមទេ តើលោកម្ចាស់ចង់ឲ្យខ្ញុំបម្រើអ្វីដែរបើខ្ញុំអាចធ្វើបានខ្ញុំនឹងយល់ព្រមកុំឲ្យតែលោកធ្វើបាបលោកយាយលោកតារបស់ខ្ញុំបានហើយ អូនកុំបារម្ភអីទៅជាមួយបងទៅនឹងដឹងហើយពួកឯងឆាប់នាំនាងទៅ អូនសម្លាញ់មកទីនេះបានក្លាយជាប្រពន្ធរបស់សេដ្ឋីគឺជាបុណ្យសំណាងហើយមិនក៏អូនធ្វើមិនសប្បាយចិត្តដូច្នេះ លោកសេដ្ឋីសូមមេត្តាដល់នាងខ្ញុំផងចុះសូមដោះលែងខ្ញុំទៅខ្ញុំនឹងខំរកប្រាក់សងលោកសេដ្ឋី ខ្ញុំលែងត្រូវការប្រាក់ទៀតហើយប៉ុន្តែត្រូវការអូនមកធ្វើជាប្រពន្ធវិញហើយខ្ញុំក៏សន្យាដែរថាបើព្រមស្ម័គ្រស្មោះជាមួយនឹងខ្ញុំនោះជីវិតរបស់អូននឹងសម្បូរសប្បាយមានលុយចាយមិនខ្វះហើយលោកយាយលោកតាក៏រស់នៅស្រួលមិនពិបាកទៀតនោះដែរអូនថាទៅមើលមិនចំណេញទាំងសងខាងទេ
ប៉ុន្តែខ្ញុំមិនស្រឡាញ់លោកសេដ្ឋីទេហើយក៏មិនត្រូវការទ្រព្យសម្បត្តិរបស់លោកដែរលោកគួរតែដោះលែងខ្ញុំទៅ លោកម្ចាស់នៅខាងក្រៅមានគេយកប្រាក់មកសងបំណុលបងទុកពេលឲ្យអូនគេងគិតពិចារណាសិនចុះចាំសម្រេចចិត្តជាថ្មីពេលសេដ្ឋីបានជួបជាមួយនឹងគ្រួសាររបស់ពិនវង្សក៏មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះតែមុខមាត់រូបរាងរបស់ពិនវង្សតែម្ដងដែលធ្វើឲ្យសេដ្ឋីមានការភ័យខ្លាចតើឯណាមាសប្រាក់ដែលថាយកមកសងយើងនេះលោកសេដ្ឋីមាសប្រាក់នេះជារបស់ខ្ញុំហំសន្សំទុកយូរមកហើយខ្ញុំបងថ្លៃពន្ធសូមលោកពិនិត្យមើលចុះតើគ្រប់ដែរទេគ្រប់ហើយពួកឯងទៅវិញចុះយើងនឹងលើកលែងពន្ធដល់ពួកឯង10ឆ្នាំសូមអរគុណលោកសេដ្ឋីគ្រួសារពិនវង្សបានធ្វើដំណើរចេញពីផ្ទះសេដ្ឋីមកដល់កណ្ដាលផ្លូវស្រាប់តែមានកងសេនាបិទមុខមួយក្រុមជិះសេះមកតាមពីក្រោយហើយវាយធ្វើបាបពុកម្ដាយរបស់ពិនវង្សចំណែកពិនវង្សវិញត្រូវបានក្រុមនោះចាប់អូសសណ្ដោងពីក្រោយសេះរហូតដល់រូងក្រោមដីមួយហើយត្រូវពួកនោះវាយធ្វើទារុណកម្មសិស្សច្បងគឺគេម្នាក់នេះហើយសិស្សច្បងមើលទៅតើពិតដែរឬទេគឺពិតជាគេមែនហើយហេតុអ្វីបានជាគេបង្ហាញខ្លួននៅពេលនេះទៅវិញសិស្សច្បងតើគេអាចនឹងសងសឹកយើងវិញដែរទេខ្ញុំបារម្ភណាស់បើមើលតែគេពេលនេះដូចជាមិនចេះអ្វីនោះទេហើយមួយវិញទៀតក៏ជាមនុស្សក្នុងវ័យជំនាន់ក្រោយមិនមែនមនុស្សក្នុងវ័យជំនាន់ពួកយើងឡើយយើងមិនចាំបាច់ខ្លាចនោះទេគ្រាន់តែដាក់ទណ្ឌកម្មគេទៅបានហើយកុំសម្លាប់គេអីយើងចង់ដឹងថាហេតុអ្វីបានជាគេបង្ហាញខ្លួននៅពេលនេះទៅវិញបាទសិស្សច្បងលោកសេដ្ឋីកុំខ្ញុំសូមអង្វរលោកសេដ្ឋីកុំធ្វើបែបនេះ យល់ព្រមតាមសម្រួលទៅអូនសម្លាញ់បងមិនអោយអូនពិបាកនោះទេថ្ងៃនេះយើងត្រូវតែសងសឹកឆាប់ទៅស្លាប់ទៅជួយផងសិស្សច្បងសូមមកជួយខ្ញុំផង
ប៉ុន្តែវងបាននាំចន្ទ្រាមកដល់ភ្លាមក៏ដួលសន្លប់រាងកាយរបស់គាត់បានប្រែប្រួលទៅជារូបរាងពិតរបស់ប៉ុន្តែវងវិញចន្ទ្រាមានការភ័យខ្លាចពេលបានឃើញរាងកាយរបស់គាត់ប្រែប្រួលដូច្នោះប៉ុន្តែនាងបានញញឹមវិញព្រោះគិតថាប៉ុន្តែវងជាអ្នកជួយសង្គ្រោះនាង តើលោកជាអ្នកណាហេតុអីបានជារាងកាយរបស់លោកប្រែប្រួលចម្លែកម្ល៉េះ នេះខ្ញុំអាចមកដល់ទីនេះដោយរបៀបណាហើយតើអ្នកនាងជានរណាហេតុអ្វីបានជាមកដល់ទីនេះដែរ នេះលោកពិតជាមិនចាំបានអ្វីទាំងអស់មែនទេ បាទត្រូវហើយខ្ញុំដឹងត្រឹមថាខ្លួនខ្ញុំត្រូវបានគេវាយធ្វើបាបក្នុងល្អាងចម្លែកមួយហើយក្រោយមកទៀតគឺមិនបានដឹងអ្វីផ្សេងទៀតនោះទេចុះអ្នកនាងវិញមិនបានជាមកដល់ទីនេះដែរ លោកគឺជាអ្នកមានគុណរបស់ខ្ញុំបានជួយសង្គ្រោះខ្ញុំចេញពីផ្ទះរបស់សេដ្ឋីខ្ញុំបានត្រូវលោកសេដ្ឋីចាប់មកហើយបង្ខំឲ្យធ្វើជាប្រពន្ធរបស់គាត់ប៉ុន្តែខ្ញុំមិនយល់ព្រម ថាម៉េចខ្ញុំជាអ្នកជួយអ្នកនាងចេញពីផ្ទះរបស់សេដ្ឋីតើខ្ញុំអាចជួយអ្នកនាងបានដោយរបៀបណាបើខ្ញុំមិនចេះវិជ្ជាអ្វីផងនឹង ខ្ញុំបានឃើញលោកពិតជាអស្ចារ្យណាស់អាចតស៊ូប្រយុទ្ធជាមួយគ្រូអាគមបិសាចបានក៏ប៉ុន្តែ តើយ៉ាងម៉េចវិញទៅ ខ្ញុំពិបាកនិយាយណាស់តែមិនអីទេលោកឆាប់សម្រាកទៅស្អែកនេះយើងនឹងត្រូវធ្វើដំណើរចូលទៅក្នុងភូមិវិញ សិស្សច្បងតើច្បាស់ទេថាទីនេះជាកន្លែងកំណប់បងបានមើលក្បួនដឹងច្បាស់ថាគឺនៅទីនេះហើយក៏ប៉ុន្តែត្រូវធ្វើពិធីដែលលោកគ្រូបានបង្រៀនបងសិនទើបអាចដោះបណ្ដាសានេះបានបើអញ្ចឹងបងឆាប់ធ្វើវាទៅខ្ញុំនៅទីនេះចាំការពារបងក៏ប៉ុន្តែវិជាដោះបណ្ដាសានេះរូបបងនឹងត្រូវរបួសដោយសារតែត្រូវបូជាសាច់ស្រស់ឈាមស្រស់ឲ្យម្ចាស់បណ្ដាសាដូច្នេះអូនត្រូវប្រយុទ្ធជាមួយនឹងសត្វចម្លែកនោះពេលបងត្រូវបូជារាងកាយរបស់បងឲ្យទៅវាសិស្សច្បងហេតុអ្វីបានជាយើងមិនបង្ក្រាបវាទាំងអស់គ្នាតែម្ដងទៅចាំបាច់ត្រូវបូជាឲ្យវាធ្វើអីប្អូនមិនបានដឹងពីក្បួនដោះបណ្ដាសានេះទេលោកគ្រូបានប្រាប់បងថាបើចង់ដោះបណ្ដាសានេះត្រូវប្រើវិជ្ជាដែលបងបានរៀនពីលោកគ្រូនោះអ្នកការពារកំណប់និងស្រីឃ្លានឈាមស្រស់សាច់ស្រស់របស់បងហើយពេលវាបានខំនិងបឺតឈាមហើយម្ចាស់បណ្ដាសានោះនឹងថយមហិទ្ធិឫទ្ធិជាឱកាសដែលប្អូនទាំងពីរអាចសម្លាប់វាបានហើយប្រសិនបងមិនធ្វើដូច្នេះទេយើងមិនអាចបង្ក្រាបវាបានទេហើយអាចស្លាប់បាត់បង់ជីវិតទៀតផងបើអញ្ចឹងបងប្រញាប់ធ្វើទៅចាំខ្ញុំនឹងសិស្សប្អូនកម្ចាត់វាប៉ុន្តែវងបានបង្ហាញវិជ្ជាធ្វើឲ្យលេចចេញមកនៅកំណប់យ៉ាងច្រើនមិនតែប៉ុណ្ណោះក៏មានលេចចេញជាមួយនឹងសត្វចម្លែកមកជាមួយទៀតផងហើយហោះមកខំបឺតឈាមប៉ុន្តែវង អ
នទាំងពីរឆាប់មកកុំចាប់វាភ្លាមមកបងមិនអាចទប់ជាប់ទៀតនោះទេបងឲ្យវាខំបន្តិចទៀតទៅបើវាខំបងស្លាប់ចាំខ្ញុំជួយធ្វើភ្នូរឲ្យបងទៅចុះ នេះអូឯងក្បត់យើងមែនទេចៅប្រុសតើចៅកំពុងគិតអីមែនទេ ឆាប់ហូបបាយទៅចៅម្ហូបត្រជាក់អស់ហើយ បាទលោកយាយលោកតាខ្ញុំមិនមានអីនោះទេ បើអញ្ចឹងល្អហើយឆាប់ហូបទៅចៅ បាទលោកយាយតើអ្នកនាងចន្ទ្រាទៅណាហើយម្ដេចបានជាមិនមកញ៉ាំបាយជាមួយនឹងគ្នា ចៅស្រីនៅខាងក្រោយផ្ទះកំពុងតែឲ្យចំណីមាន់យាយពិតជាអរគុណចៅណាស់ដែលបានជួយសង្គ្រោះចៅស្រីរបស់យាយមិនដូច្នោះយាយប្រកាសជាខូចចិត្តស្លាប់ហើយត្រូវហើយតើចៅអ្នកស្រុកណាដែរយាយដូចជាមិនដែលឃើញ បាទលោកយាយលោកតាចៅជាអ្នកស្រុកឆ្ងាយពីទីនេះត្រូវហើយហេតុអ្វីបានជាលោកយាយលោកតាមិនទៅរស់នៅក្នុងភូមិនឹងគេទៅ អូមកពីយើងទាំង3ចង់រស់នៅស្ងប់ស្ងាត់នឹងណាចៅ ប៉ុន្តែវងក្រោយពេលបានត្រឡប់មកពីព្រៃវិញក៏កើតមានចិត្តស្រឡាញ់ចំពោះចន្ទ្រានិងបានសុំការអនុញ្ញាតស្ដីសន្តោសប្រណីពីលោកតានិងលោកយាយយកនាងចន្ទ្រាជាគូជីវិតចំណែកលោកតាលោកយាយក៏បានយល់ព្រមលើកចៅស្រីក្រមុំឲ្យទៅពន្ធវង្សដែរ ចន្ទ្រាតាហើយយាយបានមើលដឹងពីចិត្តរបស់ចៅថាចៅក៏បានស្រឡាញ់ចៅប្រុសប៉ុណ្ណវងដែរក៏ប៉ុន្តែតានិងយាយចង់ឃើញពីចិត្តរបស់គេសិនថាគេពិតជាហ៊ានមកស្ដីដណ្ដឹងចៅពីយាយនិងតាដែរទេ ហើយរឿងមួយទៀតគិតនៅពេលនេះមិនតាន់ហួសពេលឡើយបើចៅព្រមដកចិត្តពីពន្ធវង្ស តើរឿងអ្វីទៅលោកតាចៅអាចដឹងបានទេ ចង់ប្រាប់ចៅថាពន្ធវង្សមិនមែនជាមនុស្សធម្មតាដូចពួកយើងឡើយបើយាយនិងតានិយាយថាគេបានស្លាប់ទៅហើយតើចៅជឿដែរឬទេ លោកតាថាម៉េចបងពន្ធវង្សស្លាប់បាត់ហើយ ពិតមែនហើយគឺលោកយាយនិងលោកតាបានបញ្ចុះសាកសពគេដោយផ្ទាល់កាលពី25ឆ្នាំមុននៅក្នុងព្រៃ កាល25ឆ្នាំមុនលោកតានិងលោកយាយបានប្រទះឃើញសាកសពរបស់ពិនវង្សបានស្លាប់ទុកចោលនៅក្នុងព្រៃគាត់បានកប់សាកសពរបស់គេនៅពេលនោះ
តាចាំបានច្បាស់ណាស់គឺពិតជាគេមែនដូច្នេះហើយបើចៅនៅអាចកាត់ចិត្តបានគួរតែកាត់ចិត្តទៅណាចៅ លោកតាលោកយាយគាត់ពិតជាបានជួយជីវិតចៅពីផ្ទះសេដ្ឋីមែនហើយចៅធ្វើដំណើរមកទីនេះក៏បានយល់ចិត្តគ្នាស្រឡាញ់គ្នាហើយដែរប្រសិនបើជាគាត់ពិតជាបែបនោះមែនចៅនៅតែមិនចោលគាត់នឹងព្រមរួមរស់ជាមួយគ្នាទោះរស់ជាមួយគាត់ត្រឹមមួយថ្ងៃខ្លាយជាស្ត្រីមេម៉ាយក៏ចៅមិនរុញរាទេ បើចៅសម្រេចចិត្តដូច្នេះទៅហើយយាយតាមានតែធ្វើតាមសំណុំពរចៅហើយ អូនចន្ទ្រា តើអូនកំពុងធ្វើអីហេតុអ្វីបានជាមកទីនេះទៅវិញ ចាអូនមិនមានអ្វីនោះទេបងមិនទាន់ចូលគេងទេស្អែកនេះត្រូវធ្វើដំណើរត្រឡប់ទៅផ្ទះវិញផង បងមិនតន់ចូលគេងទេមែនហើយបងមើលទៅអូនដូចជាកំពុងតែគិតអ្វីតើអូនមានអ្វីចង់លាក់បាំងជាមួយនឹងបងមែនទេ ចាមែនហើយអូនមានរឿងមួយចង់ប្រាប់បងដឹងទេពេលដែលបងប្រយុទ្ធគ្នាជាមួយនឹងគ្រូអាគមខ្មៅនៅផ្ទះសេដ្ឋីនោះរូបរាងបងគឺគួរឲ្យខ្លាចណាស់ នេះមានរឿងកើតឡើងចឹងផងតើបងមានរូបរាងបែបណាទៅបងដូចជាមិនបានទៅប្រយុទ្ធអីជាមួយនឹងអ្នកណានោះទេបងដឹងត្រឹមតែថាបងត្រូវក្រុមចៅមួយក្រុមចាប់បងទៅឃុំក្នុងលអាងក្រោយមកទៀតបងក៏បានមកជួបអូននៅក្នុងព្រៃតែម្ដង អូនរកនឹកនិយាយមិនកើតទេដឹងត្រឹមថារូបរាងបងដូចជាមិនមែនមនុស្សធម្មតាឡើយវងអូនពិតជាខ្លាចណាស់ខ្លាចថ្ងៃបន្ទាប់យើងមិនអាចរស់នៅជាមួយគ្នាអូនមិនចង់បែកពីបងនោះទេ បងមិនអីទេហើយបងក៏មិនប្រែប្រួលទៅណាដែរបងនៅតែជាពិណវង្សរបស់អូនជានិច្ចយើងទៅសម្រាកទៅស្អែកនេះត្រូវធ្វើដំណើរត្រឡប់ទៅផ្ទះផងទៅរកអ្នកម៉ែនិងលោកពុក អ
ទីបំផុតឯងបានមកដល់ហើយថ្ងៃនេះយើងជំរះបញ្ជីចាស់ទៅឯងនៅមានមុខមកនិយាយបែបនេះជាមួយនឹងយើងទៀតគុំនុំយើងគឺខ្លួនឯងជាអ្នកដោះស្រាយប៉ុន្តែឯងបានទៅសម្លាប់មនុស្សដែលមិនបានដឹងអ្វីទាំងអស់តើឯងធ្វើនេះស័ក្តិសមជាមនុស្សដែរទេពួកគេក៏មានកំហុសដែលបានបង្កើតឯងមកម្ដងទៀតបើគេមិនបានបង្កើតឯងមកទេម្លេះក៏គ្មានរឿងនេះកើតឡើងនោះដែរខ្ញុំបានធ្វើខុសចំពោះសិស្សច្បងកន្លងមកហើយថ្ងៃនេះយើងត្រូវតែដោះស្រាយគ្នាបើសិស្សច្បងមិនអាចសម្លាប់ពួកខ្ញុំទាំងពីរនាក់បានទេបងនឹងមិនមានឱកាសបានចាប់កំណើតម្ដងទៀតឡើយចន្ទ្រាបាននិយាយរឿងរ៉ាវកើតឡើងទាំងអស់អំពីជីវិតប្រែប្រួលរបស់ពិណវង្សដោយផ្អែកលើហេតុការណ៍ដែលនាងបានជួបជាក់ស្ដែងនិងបានដឹងគឺពិណវង្សមានអតីតជាតិជាគ្រូមន្តអាគមរៀនចប់វិជ្ជាការមានសិស្សប្អូន2នាក់គឺសេដ្ឋីនិងគ្រូអាគមខ្មៅប៉ុន្តែអ្នកទាំងពីរបានក្បត់នៅពេលធ្វើដំណើរទៅស្វែងរកកំណប់ហើយបានសម្លាប់ពិណវង្សចោលនៅក្នុងព្រៃពេលនោះលោកយាយលោកតាទាំងពីរនាក់បានឃើញសាកសពហើយបានបញ្ចុះលុះ25ឆ្នាំក្រោយជាតិថ្មីរបស់ពិណវង្សក៏បានទៅកាប់អស់ហើយជន់ទីតាំងភ្នោនោះទៅបណ្ដាលឲ្យវិជ្ជាបារមីចាស់ចូលសន្ធិដ្ឋក្នុងខ្លួនមិនអាចគ្រប់គ្រងបានឡើយលទ្ធផលពួកគេបានប្រយុទ្ធជាមួយគ្នាស្លាប់រៀងៗខ្លួនចំណែករាងកាយពិណវង្សពេលនេះគឺជាជាតិថ្មីនិងអាចស្នងតំណែងទ្រព្យសម្បត្តិបន្តពីជាតិមុនដែលបានដោះបណ្ដាសា